ថ្ងៃទី1ខែសីហាឆ្នាំ2026ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពស្រឡាញ់សារសម្លេងនេះនាងខ្ញុំចង់នាំលោកអ្នកត្រឡប់ទៅកាន់ថ្ងៃទី1ខែសីហាឆ្នាំ2025ត្រឡប់ទៅមើលរឿងរ៉ាវដែលបានកើតឡើងតាមរយៈរឿងនិទានពីជីវិតពិតរបស់ក្មេងស្រីម្នាក់មុននឹងចូលដល់សាច់រឿងនិទាននាងខ្ញុំស្នើសុំលោកអ្នកធ្វើការបិទភ្នែកដកដង្ហើមចូលវែងនិងដកដង្ហើមចេញវែងចំនួន3ដងហើយពួកយើងទៅកាន់ទីនោះទាំងអស់គ្នាពេលនេះយើងកំពុងនៅក្នុងថ្នាក់រៀនមួយនៅឯខេត្តឧត្តរមានជ័យវេលាម៉ោងប្រហែលជា7ព្រឹកមានសិស្សប្រុសសិស្សស្រីកំពុងតែសើចលេងក្អាកក្អាយយ៉ាងសប្បាយជាមួយគ្នានៅក្រោមដើមឈើដ៏ធំមួយនៅឯខាងមុខថ្នាក់រៀនរបស់ពួកគេលៀមនោះក៏មានសូរសំឡេងមួយលាន់ឡើងតែក្មេងៗមិនចាប់អារម្មណ៍ទេហើយក៏នាំគ្នាបន្តលេងយ៉ាងធម្មតាសំឡេងនោះលើកាន់តែខ្លាំងឡើងក្មេងៗនាំគ្នាភ័យស្លន់ស្លោអ្នកខ្លះក៏រត់ចេញពីថ្នាក់រៀនអ្នកខ្លះទៀតក៏រត់ចេញពីក្រោមដើមឈើធំនោះដោយឡែកមានក្មេងស្រីម្នាក់នៅក្នុងចំណោមក្មេងៗទាំងអស់នោះបានរត់សម្ដៅទៅរកម្ដាយរបស់ខ្លួនដែលកំពុងតែលក់នំនៅក្នុងសាលាម៉ែគេទម្លាក់គ្រាប់មកទៀតហើយម៉ែតោះយើងនាំគ្នារត់ម៉ែកូនឯងរត់មុនម៉ែអើយចាំម៉ែទៅតាមក្រោយអត់ទេម៉ែយើងទៅជាមួយគ្នាម៉ែកូនខ្លាចឮសលេងខ្លាំងណាក្មេងស្រីនោះក៏បានជួយរៀបចំនំរបស់ម្ដាយខ្លួនដាក់ក្នុងកន្ត្រកទាំងភ័យខ្លាចខ្លួនញ័រដូចកូនសត្វនៅតាមដងផ្លូវទៅជំរំភាសឹកក្មេងស្រីរំពែងនឹកដល់ឪពុករបស់ខ្លួនដែលជាកងទ័ពកំពុងតែតតាំងជាមួយចៅឈ្លានពាននៅឯសមរភូមិរៀងរាល់យប់ក្មេងតូចតែងតែកេងយំនឹកដល់ឪពុកនាងមិនចង់ឃើញស្ថានភាពឪពុកដោយកាលពីថ្ងៃទី24ខែកក្កដាម្ដងទៀតទេតែក្មេងតូចមិនអាចធ្វើអ្វីបានក្រៅតែពីយំនិងបួងសួងឲ្យលោកឪពុកមានសុវត្ថិភាពនិងឆាប់វិលត្រឡប់មកផ្ទះវិញនេះជាសាច់រឿងពិតរបស់ក្មេងស្រីម្នាក់នៅឯខេត្តឧត្តរមានជ័យស្ថានភាពបច្ចុប្បន្នក៏បានបង្រៀនឲ្យយើងដឹងថារាល់តែយើងខ្លាំងយើងរួបរวมសាមគ្គីគ្នាទៅគ្មានអ្នកណាមកបំពេញយើងបានស្ថានភាពនៅពេលនោះដែរក៏ឲ្យខ្ញុំឆ្លុះបញ្ចាំងមើលឃើញថាខ្ញុំពិតជាមានសំណាងមនុស្សជាច្រើនពិតជាមានសំណាងដែលមិនបានឆ្លងកាត់នៅហេតុការណ៍ទាំងអស់នោះខណៈនៅពេលនេះក៏មានបងប្អូនមួយចំនួនមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់បានដូចនេះខ្ញុំក៏តែងតែប្រាប់ខ្លួនឯងថាខ្ញុំពិតជាមានសំណាងដែលមានឱកាសរស់នៅផ្ទះខ្លួនឯងជួបជុំក្រុមគ្រួសារមានពេលវេលាសម្រាប់ខ្លួនឯងមានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនមានបាយម្ហូបអាហារឆ្ងាញ់ហូបទោះជាស្ថានភាពពេលបច្ចុប្បន្ននេះល្អវិញហើយក៏ដោយក៏ប៉ុន្តែកុំភ្លេចខ្លួនឲ្យសោះមានតែការខិតខំប្រឹងប្រែងរៀនសូត្រខិតខំធ្វើកិច្ចការងាររបស់ខ្លួនឲ្យបានល្អបំផុតការរួបរวมសាមគ្គីគ្នាទើបខ្មាំងសត្រូវមិនអាចបំបែកយើងបាន